បាទសួស្តីបាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីប្រភេទត្រីក្រឹមដាំបូត្រីក្រឹមដែលមានត្រចៀកធំស្អាតពណ៌ស្អាតបាទត្រីនេះជាប្រភេទត្រីក្រឹមលម្អតែក៏វាអាចចេះជល់ដែរបាទហើយវាកាចគួរសមបាទហើយពណ៌វាមានច្រើនពណ៌ជាពិសេសត្រង់ព្រុយត្រចៀកវាមានត្រចៀកធំព្រុយខាងក្រោមធំមើលទៅដូចជាត្រចៀកដំរីអញ្ចឹងបានគេហៅថាត្រីត្រចៀកដំរីឬក៏ជាភាសាបរទេសគេហៅថាប្រភេទត្រីដាំបូបាទហើយត្រីនេះនៅពេលដែលវាអួតវាមានកម្លាំងអញ្ចឹងទៅគឺវាស្អាតណាស់បាទហើយនេះអត់តន់បានដាក់ភ្លើងឲ្យបានភ្លឺទេបើសិនបានដាក់ភ្លើងភ្លឺទៀតគឺស្អាតមែនតែនបាទត្រីនេះជាទូទៅមានញីមានឈ្មោលគឺរៀងវាប្រហែលតែគ្នាបាទតែត្រីឈ្មោលវាធំជាងត្រីញីបាទហើយនេះមានពណ៌ផ្កាឈូកលាយខៀវទៅហើយមានពណ៌លឿងលាយសលាយខៀវជាទូទៅពណ៌វាគេហៅចូល3ពណ៌ត្រី3ពណ៌បាទចឹងឃើញស្អាតហើយសុខភាពវាល្អហើយទំហំវាប្រភេទអំបោកបាទប្រភេទធំប៉ិនចអល់ដៃខ្ញុំហើយបាទចឹងឃើញថាបាទខាងលើនេះគឺប្រភេទត្រីហាស់ស្មូនឬក៏ថាត្រីក្រឹមតាយត្រីក្រឹមផ្លិតហ្នឹងបាទហើយពណ៌វាក៏មានច្រើនពណ៌ដែរមានលឿងសុទ្ធក្រហមសុទ្ធពណ៌ប្រហែលទឹកប្រាក់លាយចឹងទៅបាទមានច្រើនពណ៌ហើយសុខភាពល្អទោះបីខែនេះជាខែខ្យល់ត្រជាក់តែត្រីនេះឃើញសុខភាពនៅល្អបាទមើលទៅវាពោពេញទៅដោយកម្លាំងរហ័សរហួនបាទស្អាតមែនតែនបាទមានច្រើនពណ៌ដែលទៅតែយកមកទេត្រីនេះបាទអញ្ចឹងយកមកដាក់កញ្ចក់តាំងទៅគឺឃើញស្អាតចឹងតែហ្មងបាទហើយមានច្រើនទៀតបាទត្រីគ្រាន់តែថាឃើញចាប់អារម្មណ៍ជាងគេគឺប្រភេទត្រីដាំបូហ្នឹងបាទត្រីត្រចៀកដំរីហ្នឹងគឺវាធំវាស្អាតវាកាចនៅទៅបាទបើសិនជាចិញ្ចឹមនៅលើតុយើងតុធ្វើការឬក៏នៅកន្លែងតុកាហ្វេយើងមានដាក់ដើមផ្កាដើមអីចឹងទៅហើយដាក់ថ្មខ្លះទៅហើយដាក់ត្រីនោះមកគ្រាប់ពីរចឹងទៅអូអួតស្អាតណាស់បាទជាទូទៅខ្ញុំពេលល្ងាចតែនឹងអង្គុយមើលវាអួតគ្នាចឹងទៅហើយដាក់ចំណីឲ្យវាទៅស្រស់ស្រាយបាទមានអារម្មណ៍ស្រស់ស្រាយមែនតើបាទជាពិសេសឃើញពណ៌វាស្រស់ស្អាតច្រើនចឹងទៅក៏មានអារម្មណ៍រីករាយទៅតាមនឹងដែរបាទហើយនៅមានប្រភេទត្រីផ្សេងទៀតជាច្រើនដែលទៅចាប់យកមកតាំងមិញបាទអានេះប្រភេទតាយហ្នឹងគឺអូបើកមកឡើងស្អាតត្មងបាទហ្នឹងហើយក៏មានប្រភេទកូនត្រីបាទអានេះកូនត្រីទូចហ្នឹងមានច្រើនពណ៌ច្រើនណាស់ដាក់ចិញ្ចឹមវាមកទូអញ្ចឹងទៅបាទគ្រាន់តែដាក់ចំណីទៅមើលវាហាយលេងក្នុងវងបាទនៃប្រភេទត្រីពណ៌ស្អាតអូមានគ្រប់ពណ៌អញ្ចឹងទៅដាក់ចំណីឲ្យមិញហាយមកលេងពេញហ្នឹងបាទពណ៌អីក៏មានដែរលឿងក្រហមខៀវបៃតងហើយពណ៌នេះបើសិនយើងមានដាក់សារាយដាក់អីយកទៅដាក់នឹងអាងទឹកគឺស្អាតមែនតែនបាទអានេះគឺប្រភេទត្រីហុងកុងត្រីប៉ាន់តែហ្នឹងបាទជាប្រភេទត្រីចិញ្ចឹមលម្អបាទគឺខ្ញុំចូលចិត្តមើលប្រភេទត្រីលម្អនេះដែរពីព្រោះពណ៌វាស្អាតបាទអញ្ចឹងខ្ញុំសូមបង្ហាញពីកន្លែងតាំងត្រីក្រឹមខ្ញុំមានប៉ុណ្ណឹងបាទអញ្ចឹងអរគុណបាទសូមជួយចុច like និងជួយចុច subscribe ផងបាទអរគុណខ្ញុំនឹងបង្ហាញត្រីពេលក្រោយទៀតបាទការបង្កាត់ត្រីការត្រីមើលថែកូនបាទអរគុណជម្រាបលា